គិតហើយចចក៏បានទៅដល់ក្បែរមាត់ជ្រោះដែលមានខ្យល់បរិសុទ្ធនិងជើងមេឃៀនស្រងាត់ផងដែរ1 2 3ហោះសិនឈប់សិនលបងគ្រោះថ្នាក់ណាស់អូអ្នកបងកងោកទេហ៎នេះតើអ្នកបងមើលខ្ញុំស្គាល់ថាជាចចកដូចដើមដដាលមែនទេប៉ាត់ហើយលោកបងសម្បកខាងក្រៅมันអាចបិទបាំងការពិតនៃអំបូរយើងទេណាលោកបងតែខ្ញុំមិនជឿទេនេះមកពីអ្នកបងបានដឹងពីកម្រងខ្ញុំទៅចំណាំខ្ញុំតាចាំមើលខ្ញុំលោតហោះឲ្យមើលណាតែលោកបងមិនចេះហើទេបាក់សីមានឆ្អឹងប្រហោងបុកនឹងស្លាប់ពេញខ្លួនជាហេតុអាចហោះបានតែបងមិនមានទេណាចាំតែមើលទៅដឹងហើយព្រោះខ្ញុំដឹងថាខ្ញុំមិនមែនជាចចកទៀតទេតែខ្ញុំជាកងោកដល់ពូកែនោះអីលោកបងវាគ្រោះថ្នាក់ណាស់ខ្ញុំហោះហើយកុំអីអូយព្រះសម្មាសម្ពុទ្ធអើយមើលចោះលោកបងដូចជាមិនស្គាល់ខ្លួនឯងសោះហើយសូមឲ្យលោកបងចចោផុតពីគ្រោះថ្នាក់ផងទៅចោះអាយុអូយហើយនេះសំណាងហើយដែលបានមេឃឈើជួយកុំអីងាប់ទាំងនៅកំឡោះឲ្យខ្ញុំអូយមិនទៅណាទេព្រានក៏បានមកឃើញចចកម្ដងទៀតនិងបានលន់មាត់និយាយយ៉ាងលឺថាចុំមានកងោកស្អាតណាស់ណោះចចលឺហើយរីករាយណាស់ទោះខ្លួនកំពុងតែមានរបួសក៏ដោយវាសំងំស្ងៀមរហូតតតែព្រានមកចិត្តខ្លួនកងោកគឺកងោកតើតាមពិតខ្ញុំខ្លាចជាកងោកមែនតាម្ដងនេះខ្ញុំនឹងមិនស្លាប់ដោយសារនេះព្រាននេះទៀតទេគាត់មុខជាអាណិតខ្ញុំជាមិនខានព្រានពិតជាពេញចិត្តរោមស្លាប់នៃកងោកណាស់ព្រោះវាអាចធ្វើឲ្យគាត់យកទៅលក់ជូនលោកសេដ្ឋីបានប្រាក់ច្រើននោះអីម្ដងនេះអញគ្រប់ទឹកហើយបានទាំងរោមបានទាំងស្លាប់កងោកតែម្ដងពិតជាសំណាងមែនអេមើលទៅបរោះនេះចង់សម្លាប់ខ្ញុំហើយតាព្រះហើយតិចបងជីវិតទៅមិនបានទេរត់ហើយទៅបានងាប់ទៅចចកបានប្រឹងទាំងកម្លាំងចុងក្រោយដើម្បីរត់ចេញហើយទីបំផុតវាក៏បានគេចទៅដល់កន្លែងមួយម្ដងនេះធ្ងន់កជាងលើកមុនទៅទៀតជាកងោកក៏គេចង់បានចង់សម្លាប់ខ្ញុំលែងចង់ធ្វើជាកងោកទៀតហើយចចកបេះតែវេទនាជាងមុនទៅទៀតហេតុនេះវាក៏បានគិតបន្តថាខ្ញុំគិតច្បាស់ហើយពេលនេះខ្ញុំនឹងបដូរគោលដៅទេខ្ញុំគិតទៅរកសារិការៀនច្រៀងវិញល្អជាងណោះជាថ្មីម្ដងទៀតចចកបានដើរទាំងរបួសរហូតទៅដល់កន្លែងមួយនិងបានជួបពស់ថ្លាន់មួយក្បាលទៀតផងសួស្ដីបងចចកទៅណាមកណានឹងដូចជាមានការផ្សងព្រេងណាស់ណោះមើលទៅនោះមែនហើយខ្ញុំកំពុងទៅរកសារិកាដើម្បីរៀនច្រៀងហ្នឹងណាលបងខ្ញុំផ្សងព្រេងណាស់រៀនច្រៀងមែនទេក្រាញ់លបងពូកែលូណាស់តើមែនទេមែនហើយតែខ្ញុំមិនចង់ចេះលូតទៅទៀតទេខ្ញុំចង់ចេះច្រៀងវិញល្អជាងណាលបងពោះតែនេះក្រាញ់ជាធម្មជាតិបងឯងតើបងគួរតែលូហើយបើជាការល្អគឺរៀនលូឲ្យពូកែទៀតផងទៅតែខ្ញុំអត់ទេខ្ញុំគិតតែច្រៀងទៅរីករាយជាងអូមើលតែលបងដូចជាពូកែលូនណាស់មែនទេមែនហើយខ្ញុំអាចលូនហើយក៏អាចហែលទឹកបានដែរពិសេសម្ល៉េះរស់នៅបានទាំងលើគោកនិងក្នុងទឹកខ្ញុំពិតជាចង់មានជីវិតដូចជាលបងដែរណាមិនក៏អញ្ចឹងក្រាញ់លបងកំពុងតែមានភារកិច្ចមែនទេហើយខ្ញុំលែងមានភារកិច្ចអីហើយខ្ញុំចង់មានជីវិតដូចជាលបងអញ្ចឹងសូមលបងជួយណែនាំខ្ញុំផងបានទេលបងអាចមានគ្រោះថ្នាក់បានណាលបងគួរតែរស់នៅលើគោកហើយសម្រួចការរស់នៅឲ្យពូកែទៅទើបល្អអត់ទេសូមមេត្តាជួយខ្ញុំផងទៅណាលបងពោះបានខ្ញុំជួយលបងទៅចុះតែបើមានបញ្ហាអីមួយកើតឡើងលបងកុំបន្ទោសខ្ញុំឲ្យសោះណាបានមិនបន្ទោសទេសូមជួយណែនាំផងណាលបងពោះបានជាដំបូងលបងត្រូវបណ្ដែតខ្លួននៅលើទឹកហើយមុជចុះម្ដងម្កាលណាលបង
អូតែប៉ុណ្ណឹងទេមែនទេមើលចាំខ្ញុំសាកមើលសិនលបងលបង ចចកមិនចាំយូរទេវាក៏លត់ចូលទឹកព្រូងឬក៏បានហែដាំដូងទៅមកយ៉ាងរីករាយតែម្ដង លបងពោះឃើញទេខ្ញុំអាចធ្វើវាបានមិនខុសពីលបងទេណាលបងប្រយ័ត្នផងណាទឹកគួចខ្លាំងណាស់មិនអីទេលបងមើលចុះទីបំផុតខ្ញុំបានខ្លាយជាពស់ហើយខ្ញុំសប្បាយចិត្តណាស់លបងអើយព្រះហើយកើតជាចចកបែរជាចង់ខ្លាយជាពស់ទៅវិញ ការរីករាយនោះមិនបានយូរទេចចកបានចុកជើងម្ដងបន្តិចហើយទឹកក៏បានគួចខ្លាំងទៀតហេតុនេះចចកក៏បានលង់ទឹកនិងអណ្ដែតទៅឆ្ងាយ ជួយផងលបង ចចកអណ្ដែតប៊ីស្លាប់ប៊ីរស់រហូតទៅដល់មាត់ច្រាំងមួយកន្លែងនិងមានទឹកពេញពោះតែម្ដង អូយបេះទៅងាប់ទៅហើយខ្ញុំលែងចង់ខ្លាយជាពស់ស្អីទៀតហើយ លបងចចកលបងចាំបាច់ទៅហើយនឹង អូគឺអ្នកបងសារិកាមែនទេព្រះហើយអ្នកបងសំឡេងពីរោះណាស់ លបងសរសើរខ្ញុំពេកហើយ ទីបំផុតខ្ញុំបានជួបសារិកាហើយអ្នកបងដឹងទេខ្ញុំតាមរកអ្នកបងយូរហើយណាអ្នកបង